មានប៉ាម៉ាក់ជាច្រើនគាត់សួរថាមិនបានកូននៅផ្ទះអត់ចេះជួយធ្វើការងារប៉ាម៉ាក់ប៉ុន្តែពេលដែលនៅសាលាគឺចេះគ្រប់មុខតែម្ដងប៉ាម៉ាក់ជាទីស្រឡាញ់តាមពិតទៅកុមារគឺដូចជាกระดาษសដូច្នេះប៉ាម៉ាក់និងសមាជិកគ្រួសារត្រូវធ្វើជាគំរូនិងជាកញ្ចក់ឆ្លុះឲ្យកូនគឺតាមរយៈការបង្កើតទម្លាប់និងបង្រៀនណែនាំកូនឲ្យស្គាល់ការងារនីមួយៗនិងចាប់ផ្ដើមឲ្យគាត់ធ្វើឲ្យបានទៀងទាត់ទៅតាមវ័យដែលគាត់អាចធ្វើទៅបានកុំខ្លាចថាកូនធ្វើមិនកើតឬក៏មិនទាន់ដល់វ័យត្រូវធ្វើតែសូមបើកឱកាសឲ្យកូនធ្វើសិនហើយប៉ាម៉ាក់គឺជាអ្នកជួយណែនាំនិងបំពេញបន្ថែមឲ្យកូនចាជាឧទាហរណ៍ប៉ាម៉ាក់អាចឲ្យអូនចូលរួមជាមួយនឹងសកម្មភាពសាមញ្ញប្រចាំថ្ងៃដូចជាការធ្វើម្ហូបអញ្ចឹងសម្រាប់វ័យបងអូនប៉ាម៉ាក់អាចឲ្យអូនជួយជាការកាន់បន្លែលាងបន្លែឬក៏បេះបន្លែអីផ្សេងៗចាឬក៏មួយទៀតប៉ាម៉ាក់អាចពេលដែលយើងធ្វើម្ហូបឆ្អិនហើយអាចឲ្យអូនជួយទៅរៀបតុអាហារតាមរយៈការជួយកាន់សមស្លាបព្រាដើម្បីឲ្យសកម្មភាពទាំងអស់នោះអាចធ្វើឲ្យអូនមានសកម្មភាពនិងបង្កើតជាទម្លាប់បាន